ស្ដីមុនអ្នករៀនទាំងអស់គ្នាសួស្ដីអ្នកទាំងអស់គ្នាជាពិសេសសួស្ដីដល់ជនរួមភាសាបាទអញ្ចឹងមេរៀនភាសាខ្មែរថ្ងៃនេះខ្ញុំនឹងនាំបងប្អូននៅទីនេះនឹងអ្នកទាំងអស់គ្នាផងដែរដែលទស្សនាមកស្វែងយល់សិក្សានិងនាំរៀនដល់កន្លែងបំណិនអីកូនបំណិនការណែនាំនិងផ្ដល់ព័ត៌មានខ្លួនអំពីខ្លួនឯងនិយាយមិនណានិយាយការណែនាំនិងផ្ដល់ព័ត៌មានអំពីខ្លួនឯងបាទអញ្ចឹងមុននឹងយើងចូលរៀនអំពីបំណិននេះលោកគ្រូសូមរំលឹកឡើងវិញហ្នឹងណាដើម្បីវាស់ការយល់ដឹងការចងចាំជាពិសេសបាទដើម្បីឲ្យកូនកាន់តែចេះចាំច្បាស់លាស់គាត់ណាព្រោះរំលឹកបានយើងធ្វើឲ្យយើងកាន់ចាំរំលឹកច្រើនដងទៅយើងចាំបានយូរមេរៀនមុនបាទមេរៀនថ្ងៃមុនយើងរៀនអំពីអ្វីរៀនអំពីសត្វហ៎បាទសត្វអីកូនក្អែកហើយនឹងក្អែកនឹងកុកបាទក្អែកនឹងកុកអញ្ចឹងលោកគ្រូសួរចំពោះតែម្ដងតើកុកបានណែនាំទៅក្អែកដូចម្តេចខ្លះកុកបានណែនាំក្អែកឲ្យរកស៊ីកុំលួចគេបាទកុំលួចឲ្យរកស៊ីកុំទៅរកស៊ីក្នុងភូមិមែនណាដែលទៅរកស៊ីក្នុងភូមិគឺលួចរបស់អ្នកភូមិមិនអញ្ចឹងហីបាទវាមិនល្អទេមិនល្អទេខ្ញុំមិនទៀតឲ្យវាទៅរកស៊ីខ្លួនឯងបាទសមាជីវោបាទហ្នឹងហើយសមាជីវោតាមសមាជីវោដូចកុកចឹងទៅចឹកត្រេចឹកអីចឹងទៅណាបាទទៅតាមលក្ខណៈសត្វកុំទៅលួចរបស់មនុស្សយើងធ្វើអីធ្វើទៅដូចគោស៊ីស្មៅហ្នឹងណាវាមិនទៅតាមរបស់ពីណាគេមែនណាបាទនិយាយទៅមិនទៅពាក់ព័ន្ធនឹងមនុស្សហើយចកុកណែនាំចឹងហើយឲ្យរកស៊ីឲ្យខ្លួនឯងកុំទៅជួរកស៊ីនៅក្នុងភូមិអ្នកភូមិហើយដល់ពេលក្អែកតទៅវិញថាម៉េចតថាកុំចេះរឿងខ្ញុំបាទទៅជាតថាកុំចេះរឿងខ្ញុំមិនបានទៅកន្លែងលេងក៏អីក៏ក្នុងខ្ញុំមិនបានទៅខ្ញុំមិនបានទៅសុំចំណៃបងអីខ្ញុំមិនបានទៅយកចំណៃបងឯណាបាទក្អែកឆោតល្ងងណាមិនដឹងអ្វីជាការណែនាំបាទក្នុងលក្ខណៈមិត្តភាពនៅជិតខាងអញ្ចឹងយើងចូលមេរៀនបំណិនយើងតែម្ដងលោកគ្រូសង្ឃឹមថាគុំបានមើលហើយមើលទៅទាំងអស់គ្នាបានមើលទេបានមើលបានធ្វើយើងរៀនមករៀនផ្ទាល់កាន់តែងាយយល់ណាព្រោះអ្នកខ្លះរៀនអាចឆាប់ចេះអ្នកខ្លះរៀនមិនជាឆាប់យល់ទេបើមិនជាបានរៀនខ្លួនឯងមុននឹងវាជួយយល់ណាជួយបានមួយកម្រិតហើយបានកត់ផងឬទៅជួយបានច្រើនអញ្ចឹងធ្វើឲ្យការរៀនផ្ទាល់គឺមានភាពរហ័សអាចឆាប់ទាន់គេអញ្ចឹងណាអញ្ចឹងយើងត្រូវចេះត្រៀមអញ្ចឹងនៅក្នុងមេរៀននេះដែរវាមានវត្ថុបំណងបងណាឲ្យកូនចេះដឹងអ្វីណាហើយបំណិនប៉ិនខាងអ្វីហើយដល់ពេលកូនចេះទៅកូននឹងអីយ៉ាបត់ក្នុងការរស់នៅចេះដឹងយើងយកធ្វើអីដូចយើងរៀនអំពីកុកអញ្ចឹងណាអញ្ចឹងយើងរស់នៅក្នុងសង្គមតែយ៉ាបត់របស់យើងគឺត្រូវតែហៅថាសុចរិតមិនមែនដូចក្អែកទេក្អែកគេថាម៉េចក្អែកមានរបរអីគេរបរលួចគេហៅថាសុចរិតឬក៏ទុច្ចរិតបាទទុច្ចរិតលួចឆក់ប្លន់គេបន្លំរបស់គេអញ្ចឹងណាអញ្ចឹងក្នុងជីវិតរស់នៅយើងត្រូវតែប្រកបរបរសុចរិតមិនខ្វះទេរាប់ពាន់រាប់ម៉ឺនមុខរបរការងារបាទអ្នកបូមលូក៏ជាការងារអ្នកកៅសម្រាមក៏ជាការងារមែនទេបាទអ្នកជីកដីអ្នកជីករ៉ែក៏ជាការងារដែលយើងប្រើកម្លាំងឈាមរបស់យើងតែកុំជីករបស់គេដីរបស់គេអាហ្នឹងវាខុសគ្នាកន្លែងហ្នឹងអញ្ចឹងគិតត្រូវបើយើងអាចធ្វើត្រូវនាំឲ្យប្រកបការងារត្រូវគេហៅថាសមាជីវោអូខេតោះអញ្ចឹងលោកគ្រូសូមបង្ហាញទៅចំណេះដឹងអញ្ចឹងនៅក្នុងមេរៀនហ្នឹងកូនត្រូវដឹងថាកូនឲ្យកូនចេះអីដឹងពីតោះអញ្ចឹងដឹងពីរបៀបណែនាំនិងផ្ដល់ព័ត៌មានអំពីខ្លួនឯងណាណែនាំណានិងផ្ដល់ព័ត៌មានអំពីខ្លួនឯងឧទាហរណ៍ថាខ្ញុំឈ្មោះរាយុទ្ធខ្ញុំមានអាយុប្រហែលអាយុ11 12 13ឆ្នាំណាខ្ញុំមកពីភូមិត្រពាំងព្រីងណែនាំតាលំដាប់លំដោយដូចយើងតែងស្ដីអញ្ចឹងនិយាយពីឈ្មោះនិយាយពីទីកន្លែងរស់នៅនឹងការងារបន្តមកបានល្អតាមរយៈសិក្សាអត្ថបទគុំរូអញ្ចឹងអត្ថបទហ្នឹងក៏គេមាននិយាយដែរណាជាឧទាហរណ៍យើងនឹងឡើងនិយាយដូចគេបើយើងអត់រៀនគេលុយរឿងយើងនិយាយទៅវាមិនសូវត្រូវអត់សូវចេះនិយាយហៅថាអត់សូវចេះនេះនិយាយពាក្យបើយើងអត់សូវប្រឹងរៀននិយាយផងអញ្ចឹងបានឲ្យរៀនបំណិនអញ្ចឹងតាកូននឹងចេះអ្វីណាប៉ុន្តែខាងអីខាងនិយាយយ៉ាងម៉េចណែនាំនិងផ្ដល់ព័ត៌មានអំពីខ្លួនឯងអញ្ចឹងមិញឲ្យយើងដឹងពីរបៀបនិយាយដឹងពីរបៀបនិយាយហើយឲ្យយើងចេះនិយាយអនុវត្តណាអនុវត្តបានល្អច្បាស់លាស់តាមរយៈសិក្សាអត្ថបទគុំរូបាទអញ្ចឹងផ្អែកលើអានឹងដដែលឲ្យយើងដឹងតាមអត្ថបទហ្នឹងយកជាគំរូហើយទៅពេលចេះនិយាយក៏ចេះដោយយកអត្ថបទហ្នឹងជាគំរូណាអញ្ចឹងយើងចេះហើយយើងមើលអាផ្សេងបានទៀត
អេយ៉ាបតណាលោកគ្រូធ្លាប់និយាយហើយអេយ៉ាបតសំដៅលើអ្វីខ្លះ អេរីយ៉ាបតសំដៅលើចរិត ចរិតហ៎ បាទ បាទជិតត្រូវចឹងអេយ៉ាបតសំដៅលើកាយវិការ កាយវិការ ដំណើរដេកដើរឈរអង្គុយហូបចុកប៉ុណ្ណា បាទ បាទចឹងម្ដងទៀតអេយ៉ាបតទៅនឹងការរស់នៅដំណើរដេកដើរឈរអង្គុយក្នុងការហូបចុកភាពសមរម្យគេធ្វើម៉េចនេះគាត់ណាចឹងដល់ពេលកូនចេះហើយអេយ៉ារបស់កូនកូននិយាយម៉េចឲ្យទំនងឲ្យពឹងភ្លុនកុំឲ្យនិយាយទៅដូចយើងហៅថាតគោះពេកខ្ញុំរយុទ្ធខ្ញុំនៅពើកឧទាហរណ៍ឬក៏ខ្ញុំនៅទៅពាំងព្រីងនិយាយមកដូចជារៀងមុតពេកណាវាដូចថាអេយ៉ាមិនតន់ដូចមិនសមណាទៅលប់តែនិយាយខ្លាំងនិយាយលឺគេស្ដាប់ទៅគឺភ្ញាក់ហ្នឹងក៏ជាអេយ៉ាបតដែរបាទណាប៉ិនប្រសពក្នុងការនិយាយណែនាំនិងផ្ដល់ព័ត៌មានអំពីខ្លួនឯងប្រាប់អ្នកដទៃបាទនិយាយទៅលេងខាងគេអត់ស្គាល់អញ្ចឹងឬក៏យើងជាមិត្តភក្តិថ្មីយើងណែនាំគេស្គាល់បាទជួនកាលចាំគេសួរណាបើគេសួរមិនយើងប្រាប់គេអស់ទៅក៏បានដែរជឿវិញឆ្ងាយចាំអស់ទៅបាទអញ្ចឹងដើម្បីធ្វើឲ្យមេរៀនយើងកាន់តែចាប់អារម្មណ៍បាទណាហើយបង្កើតនៅចំណុចមួយចំណុចចម្ងល់អញ្ចឹងយើងត្រូវមើលមកអានសំណួរបាទដើម្បីនឹងទៅរកចម្លើយបាទណាបាទរកចម្លើយឲ្យបានចេះដឹងតោះអញ្ចឹងកូនអានទាំងអស់គ្នាក៏អានដែរមកអានសំណួរ1តើដាវិនជាសិស្សមកពីសាលារៀនណា2តើសពថ្ងៃគេរស់នៅឯណា3តើឪពុកម្ដាយរបស់គេប្រកបរបរអ្វី4តើដាវិនមានបងប្អូនដាវិនមានបងប្អូនប៉ុន្មាននាក់គេជាកូនទីប្រមាណ5ក្នុងការណែនាំខ្លួនដាវិនបង្ហាញចំណុចសំខាន់អ្វីខ្លះលំហាត់ចូលអ្នកណែនាំខ្លួនអ្នកឲ្យមិត្តភ័ក្តិរបស់អ្នកបានស្គាល់តាមលំនាំនៃការណែនាំរបស់ដាវិនខាងលើបាទគូខាឲ្យដល់តោះនៅពេលបង្ហាញនិងណែនាំខ្លួនពួកអ្នកគប្បីបង្ហាញអរិយាបថឲ្យបានសមរម្យមកបង្ហាញសមរម្យបាទលើកដៃជម្រាបសួរគ្រូជាមុននិងជម្រាបសួរមិត្តភ័ក្តិមិត្តរួមថ្នាក់យើងស្វាគមន៍គេណាបាទប្រើសម្ដីច្បាស់លាស់សមរម្យទន់ភ្លន់បង្ហាញព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់បាទហើយបាទចាប់ត្រឹមហ្នឹងហើយអញ្ចឹងយើងបានអានសំណួរហើយនិងលំហាត់តោះអញ្ចឹងជាបន្តចូលកូនអានអត្ថបទនេះលោកគ្រូនឹងសួរកូននៅសំណួរមិញណាឥឡូវកូនអានដើម្បីកូនឆ្លើយបានចាប់ដើមថ្ងៃនេះឆ្ងាក់ការណែឡើងអាននោះក៏បានដែរស្រួលចិត្តកុំឲ្យអានឆ្ងាយរហូតបាទការណែនាំនិងផ្ដល់ព័ត៌មានអំពីខ្លួនឯងថ្ងៃនេះជាថ្ងៃទី1នៃឆ្នាំសិក្សាថ្មីអ្នកគ្រូបានហៅសិស្សម្នាក់ម្ដងធ្វើការណែនាំខ្លួនឲ្យមិត្តរួមថ្នាក់បានស្គាល់ចូលពិនិត្យការណែនាំខ្លួនរបស់ដាវិនខាងក្រោមនេះជម្រាបសួរអ្នកគ្រូសួស្ដីមិត្តទាំងអស់គ្នាខ្ញុំឈ្មោះដាវិនជាសិស្សមកពីសាលាបឋមសិក្សាសុភមង្គលសប្តាហ៍ថ្ងៃខ្ញុំរស់នៅភូមិប្រកបខាងជើងសង្កាត់កាកាបខណ្ឌដងកោរាជធានីភ្នំពេញឪពុកខ្ញុំជាគ្រូបង្រៀនម្ដាយខ្ញុំជាមេផ្ទះខ្ញុំមានបងប្អូន3នាក់ខ្ញុំជាកូនទី2ការនៅថ្នាក់ទី6ខ្ញុំជាសិស្សពូកែម្នាក់ដែលពិសេសមុខវិជ្ជាភាសាខ្មែរខ្ញុំសូមបញ្ចប់តែត្រឹមនេះសូមអរគុណអ្នកគ្រូអរគុណអ្នកគ្រូបាទអរគុណរយុទ្ធអញ្ចឹងកូនបានអានហើយកូនមានចាប់អារម្មណ៍អីខ្លះដែរហើយក៏គ្រាន់តែអានទេចាប់អារម្មណ៍អានថាយើងដឹងសួរទៅដឹងជឿមើលបាទអញ្ចឹងសំណួរតើដាវិនជាសិស្សមកពីសាលាណាមកពីសាលាសុភមង្គលសាលាសុភមង្គលឈ្មោះចឹងហ៎បាទល្អណាស់គឺសាលាឈ្មោះថាសុភមង្គលអញ្ចឹងគាត់ឆ្លើយបានល្អសំណួរទី2តើសប្តាហ៍ថ្ងៃគេរស់នៅឯណាពីណាគេហ្នឹងដាវិនបាទដាវិនស្រីឬក៏ប្រុសហ៎បាទឈ្មោះលោកគ្រូស្មានតែស្រីអញ្ចឹងដាវិនគឺស្រីអញ្ចឹងលោកគ្រូសួរថ្មីមិញរស់នៅឯណាតោះរស់នៅណាគាត់ដឹងអត់ប្របាទរស់នៅភូមិប្រខាងជើងបាទអញ្ចឹងភូមិមួយវាធំខាងជើងដបងទៅដូចហៅថាចំនួនជើងចំនួនលិចហ្នឹងបាទអញ្ចឹងភូមិប្រខាងជើងសង្កាត់កាកាបខណ្ឌដង្កោរាជធានីភ្នំពេញណាច្បាស់ហ្នឹងណាអញ្ចឹងយើងដឹងតាមរយៈការគេឡើងមកនិយាយប្រាប់យើងហើយយើងក៏ដឹងតាមរយៈអំណានដែរណាអត្ថបទណាបាទតាសំណួរទី3
តើឪពុកម្ដាយរបស់គេប្រកបរបរអ្វី ម្ដាយរបស់គេប្រកបមុខរបរគ្រូបង្រៀន ម្ដាយ ម្ដាយមេផ្ទះ បាទជាមេផ្ទះអញ្ចឹងម្ដាយរបស់គេជាមេផ្ទះឆ្លើយអញ្ចឹងណា បាទច្រឡំ បាទសំណួរមួយទៀតតើដាវិនមានបងប្អូនប៉ុន្មាននាក់ 3 ទាំងអស់នេះតើស្អីតោះណាបាទយើងអានយើងដឹងថាយើងអាននឹងស្ដាប់ហើយណាអញ្ចឹងមានបងប្អូន3នាក់សំណួរមួយទៀតក្នុងការណែនាំខ្លួនដាវិនបង្ហាញចំណុចសំខាន់អ្វីខ្លះ ណែនាំពីឈ្មោះពីសាលារៀន ឈ្មោះ សាលារៀន ដែលរៀនទីលំនៅ ទីលំនៅឋាន បាទហ្នឹងយើងនិយាយខ្លីទីលំ នៅ កន្លែងទៀតសំខាន់ទៀត មុខរបរឈ្មោះ ឪពុកម្ដាយនិងមុខរបរហេពុកម្ដាយមានឈ្មោះដែរអត់បានដែរណាអញ្ចឹងបង្ហាញពីមុខរបររបស់ ឪពុកម្ដាយ បាទអីទៀតណាចំនួនបង អូន បាទ អីទៀត ជាកូនទី3 ហើយនឹងបង្ហាញពីសមត្ថភាពរបស់គេ បាទ គេចូលចិត្តអីឬក៏ចេះខាងអ្វីកាលពីមុន បាទណាហើយសូមបញ្ចប់ត្រឹមដែរប៉ុណ្ណឹងអញ្ចឹងសរុបឡើងវិញក្នុងការណែនាំខ្លួនដាវិនបង្ហាញចំណុចសំខាន់អ្វីខ្លះកូនឆ្លើយមើលក្នុង ដាវិនក្នុងការ ឆ្លើយ ក្នុងការ ក្នុងការណែនាំខ្លួនដាវិនបង្ហាញចំណុចសំខាន់ ដូចជា អំពីឈ្មោះអំពីសាលារៀន អំពីលំនៅទីលំនៅនិងឪពុកម្ដាយ និងការងារ មុខរបរឪពុកម្ដាយ បាទហ្នឹងមុខរបររបស់ឪពុកម្ដាយ បាទ អ្វីទៀត បងប្អូនបញ្ជាក់ពីបងប្អូន បងប្អូន បញ្ជាក់ពីគេបកកែខាង បាទហ្នឹងអតីតកាលខ្លីៗរបស់គេសមត្ថភាពពីមុនរបស់ គេ បាទអរគុណច្រើន បាទ អញ្ចឹងចាំមើលបន្តទៅទៀតណាអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាបានហាត់ឆ្លើយជាមួយគ្នាបាទត្រូវតែឆ្លើយបើមិនឆ្លើយយើងមិនថាយើងដឹងដែរប៉ុន្តែអត់ប្រយោជន៍ព្រោះយើងអត់បានមកចេញសមត្ថភាពទោះគ្រូមិនបានលឺបើយើងបានរៀនឆ្លើយជាមួយគ្នាជាពិសេសយើងសរសេរចេញអាហ្នឹងគឺសុទ្ធតែជាការអនុវត្តបាទអញ្ចឹងយើងបន្តទៅលំហាត់ចូលអ្នកណែនាំខ្លួនអ្នកឲ្យមិត្តភ័ក្តិរបស់អ្នកបានស្គាល់តាមលំនាំនៃការណែនាំរបស់ដាវិនខាងលើណែនាំរបស់ដាវិនខាងលើបាទមើលដាវិនផងដាវិននៅលើក្រោមលើបាទដាវិនខាងលើអញ្ចឹងកូនទាំងអស់គ្នាអ្នកទាំងអស់គ្នាដែលកំពុងតាមដានវីដេអូណាក៏ទៅតែងើបឡើងមកនេះនិយាយមកកូនចង់អង្គុយនិយាយក៏បានប៉ុន្តែយើងឲ្យចេះយើងទៅគេដើរបង្ហាញមុតណាគេទៅតែហាត់និយាយក៏ទៅតែហាត់អីព្រោះយើងចង់ចេះនេះនិយាយឲ្យបានល្អប្រសើរបាទអញ្ចឹងយើងនឹងពូកែក្នុងការទំនាក់ទំនងយើងនឹងមានវិភាគល្អព្រោះយើងហាត់ហើយយើងចេះហើយយើងល្អហើយមនុស្សកើតមកមិនប្រកាសថាចេះដូចគ្នាអញ្ចឹងវាអាស្រ័យទៅលើការរៀនសូត្រអ្នកខ្លះគេអាចចេះឧទាហរណ៍គេមិនសូវបានរៀនច្រើនប៉ុន្តែគេចេះនិយាយបានច្រើនល្អណាថាគេឆាប់ស្ដាប់បានណាឆាប់ចាប់បានណាតែយើងគឺទៅប្រឹងរៀនអញ្ចឹងបង្ហាញអរិយាប័ត្រឲ្យបានសមរម្យណាចំណុចទី1លើកដៃជំរាបសួរអញ្ចឹងព្រោះមានមិត្តភ័ក្តិមានគ្រូអីចឹងមែនណាបាទអញ្ចឹងយើងត្រូវតែលើកដៃជំរាបសួរបើមិត្តភ័ក្តិយើងសួស្ដីធម្មតាក៏បានដែរមែនណាឬក៏នៅក្នុងរឿងគេដៃគ្នាគេណែនាំគ្នាបាទក្នុងរឿងប្រើសម្ដីច្បាស់លាស់សំរុំទន់ភ្លន់បង្ហាញព័ត៌មានផ្ទាល់ខ្លួនអញ្ចឹងមិញដាច់បន្តិចហើយសូមបញ្យល់តណាប្រើសម្ដីច្បាស់លាស់សំរុំទន់ភ្លន់បង្ហាញព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់អញ្ចឹងទាំងអស់គ្នាក៏ជួយបញ្ចេញហាត់បាទហាប្រាប់កន្លែងណាដែលខុសផងតោះឡើងមកណែនាំខ្លួនរយុទ្ធមិញទីអញ្ចឹងកុំភ្លេចមានប្រមាណចំណុចសំខាន់ពីខ្លួនបាទចាប់ដើមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះរាយុទ្ធនៅស្លាប់រៀននៅសាលាបឋមសិក្សាក្រែកអត់ទេច្រឡំវិទ្យាល័យក្រែកខ្ញុំបាទរស់នៅភូមិត្រពាំងព្រីងឃុំត្រពាំង plong ស្រុកវិញ្ញាក្រែកខេត្តត្បូងឃ្មុំបាទខ្ញុំបាទខ្ញុំតើតើនឹងពុកម្ដាយខ្ញុំប្រកបមុខរបរលក់ដូរខ្ញុំមានបងប្អូន5នាក់ខ្ញុំកាលពីខ្ញុំរៀនហាត់ទី6ខ្ញុំប្រកែកខាងគណិតវិទ្យាបាទពូកែខាងគណិតវិទ្យាខ្លះដែរខ្ញុំសូមចាប់តែប៉ុណ្ណឹងបាទសូមអរគុណបាទអរគុណដល់រយុទ្ធហើយយើងអរគ្នាកុំភ្លេចអាសាហាត់និយាយផងណាដូចយើងឡើងច្រៀងលើឆារបស់យើងអត់សមយើងឡើងដល់ក៏មានការអភ័យឬក៏និយាយអត់ហៅថាអត់ថ្នឹកបាទអរគុណច្រើនអញ្ចឹងកុំភ្លេច
tới tiếpវិញdương xa hạt dây hạt an mê lên lớn là mình phong á bạn thì mày riêng an chờ đón tới dương trăm dương cần để trăm chết không càng gì bạn lọ hay nó không mày riêng lực ráo và dương riêng đó là nế bát po đờ miến po là nía bơ tế cả chẳng cứ po nía bạn này thá riếp rọp và chẳng riếp rọp pi bơ tế cả mà con chán chụp điនៅ video ក្រោយ chẳng dương mà xoay vô sắc xa mình tích để tao nắng chúng nói tôm nế bát po đờ miến po là nía bơ tế cả cho mưa tao bây giờ càng sắc xa bỏ dương cứ miên cả an và hỏi cái nó soi nương sống ngu bạn bị tê đi tao soi nụ bán phần nà dương an hỏi mấy nhấn dương nâng tròn chấm dương đơn quấn là hỏi dương nâng hạt phương làm hạt mình thèm thịt mình thèm tiệt hơi làm hạt bao vía tôm nế cứ tơ dương tơ ca hạt xó tơ xì tôm nế lúc tôi tay cái đây dần và tại nít tơ xế chia hai bát po đầm miền để điệp rộp đôi cái po đầm miền kịp sai không tụi vui nhá và cà phê bật mình nơi ngày ní miền ca chụp chung rồi còn miền sấy để bạn chụp chung kia và miền và tất cả miền chụp miền clear chứ kịp sai bột miền dựng đằng chứ dương xây lập nghiệp đằng nhưng ở tới ca phải vô lấy bên ngày đi tại đây là cái tới ca phần dul và chân nước nông mê đi đấy kêu xô bằng hai chạy tàu nâng chồng này đăng bồng nâng nâng giả bọt chân nước nông mê đi nâng chồng này đăng ghi trong bằng hai phía bảy đăng pi là biết so xây bát po được miến po là nía pratica và chấn ở dương thì này đăng pi rồi biết là xây po được miến nè đáy đáy rồi chứ đáy po là nía pratica là ngay muốn là con như vậy mà đồ hái thì là con chám cá ở đây tới là khu su sạt mấy nó ở đây tới đây hai tha po là nía rồi có po là nía mình này thả mạch po là nía bà po nía để thả nị dây và còn nếu mà đi thá thì dây biết đâu đi dây đây nè tại vì mình đi dây thò mà đai tê bộ trong tới po là nếu mà đi thá thì đi rọp và ta sẽ rương á và chứng po là nếu biết là chấm cứ riếp rọp rải rạp riếp rọp ông pi đầm nào đầm bông bờ to màu tiệt nè nó đây là có nè giờ anh chúng này đăng biển đăng pi là biết là bắt nó miền sấy kha mà nè rồi tọt máu bầm nền chắc ở dương trẻ bầm nền cứ phân khang từ xế bát po từ miến nè cho ở dương hát từ xây tam hát tốt từ cha mà nè hát cho đâu nói từ xây luôn ấy mạnh mưa từ lúc từ xây trên chợ sò mòn rồi còn được khơi hai cá dương từ xây chợ sò từ xây chia po miến từ ở lớn kia từ bộ Facebook có chẳng cái xây phim ở trên ca từ thấy xây nâng mòn đi rồi ô nơi vì liêm mòn thì phun đi mình từ ca một cả lại rồi viên cũng đại chia cũng lại trả lại cho rồi viên ở với nâng á vậy chẳng bấm nấn sơ xe bát po từ miến po là ní pratica bàn là o bởi những bàn riết dương từ xe tới bia các bạn cái tôi ở trăm thằng các bạn thì JPA luôn JPA đó thế thôi cái đấy nó biết đôi chưa mà chụp chung rồi nghe ăn tới cái tới chân cái thun nâng JPA ăn mặt chóp nâng JPA nâng cắt nó lại nè trong tới tam giá cá sắc xa sầm nê cúng cùng rồi chân dương ăn một nơi về một tí tiết hai e là giả bọt bà area bát bọn đó mà ở đây phânប្រសព ក្នុងការសរសេរអត្ថបទបាទឲ្យយើងប្រកែកសរសេរហ្នឹងពណ៌មានពណ៌នាព្រឹត្តិការណ៍បានល្អស្របតាមតម្រូវការបង្ហាញតែប៉ុណ្ណឹងបាទអញ្ចឹងមុននឹងបន្តទៅទៀតលោកគ្រូសូមរំលឹកបន្តិចទៅណាសំណួរតើតើនឹងមេរៀនតើមេរៀនមុនបាទតើមេរៀនមុនរៀនបំណិនអ្វីរៀនមុនណាបំណិនដែរប៉ុន្តែឲ្យប៉ុនខាងស្អីគេប៉ុននិយាយឬក៏ប៉ុនតែសេរៀនមុនណារយៈអីព័ត៌មានអំពីខ្លួនឯងបាទណាព័ត៌មានអំពីគឺត្រូវហើយគឺការណែនាំហ្នឹងណាចំណងជើងការណែនាំនិងផ្ដល់ព័ត៌មានអំពីខ្លួនឯងណាដល់ព័ត៌មានអំពីខ្លួនឯងនេះព័ត៌មានព័ត៌នាអំពីប្រទេសការយកនិយាយពីខ្លួនឯងនិយាយពីព្រឹត្តិការណ៍ណាតាមលក្ខណៈរៀបរាប់ព័ត៌មានណាបាទល្អណាស់អញ្ចឹងក្នុងការណែនាំខ្លួនឯងតើគេត្រូវបង្ហាញនៅខ្លួនឯងឯមុនណាចំណុចសំខាន់អ្វីខ្លះបាទដំបូងគេគឺចំណុចគេជប្រាប់អីគេដឹងគ្រូអីសាលាអញ្ចឹងទៅដល់ខ្ញុំសាលាហ្មងហើយមិនប្រាប់ពីខ្លួនឯងណាដំបូងគេស្អីគេសំខាន់សម្រាប់ខ្លួនយើងឈ្មោះមែនទេហើយបន្តមកទៀតអាយុហើយសាលា
សាលា បាទកន្លែងយើងរៀនមែនទេសាលាបន្តមកទៀត ទីកន្លែង បាទ នៅ ដូចជាឈ្មោះហើយយើងរៀនថ្នាក់ទីប្រមាណ បាន នៅសាលាណាអញ្ចឹងហ៎ បាទ បន្តមកស្អីទៀតទី ទីកន្លែង ទីកន្លែងទីកន្លែងគេ រស់នៅ ទីលំ នេះទីកន្លែង នៅយើងនិយាយចឹងទៅហៅរៀបរាប់ពីអីទៀត ប៉ាម៉ាក់មុខរបរ ទាំងអស់គ្នាតាក់ទងនឹងរបរឪពុកម្ដាយយើងណាមុខរបររបស់ឪពុកម្ដាយយើងអាចរៀបរាប់ឲ្យឈ្មោះក៏បានដែរអស់មែនណាប៉ុន្តែយើងគេនៅកន្លែងហ្នឹងគេសួរតែមុខរបរឯងហើយចុងក្រោយគេ ពីបងប្អូនហើយយើងខ្ញុំបកកាយ បាទ ខាង តាក់ទងនឹងចំណាប់អារម្មណ៍របស់យើងតាក់ទងនឹងសមត្ថភាពរបស់យើងបាទយើងចូលចិត្តរត់ប្រណាំងគ្នាចិត្តស្ទួយត្រីឬក៏ខ្ញុំវាបកកាយខាងអីមែនណា បាទ បាទហ្នឹងគឺចំណាប់អារម្មណ៍តាក់ទងនឹងខ្លួនអញអ្វីយើងមានជាពិសេស បាទ ទាំងអស់គ្នាបាទសាក់ឡើងនោះទៀតទេ យេ បើយើងអត់ធ្វើសាក់គេលោតដល់ពេលយើងចូលកម្មវិធីអីមួយវាធ្វើឲ្យយើងអត់សូវរលូនបាទវារលាក់វាតាក់ដោយសារមិនសូវបានហាត់បាទអញ្ចឹងកុំឲ្យខាត់ពេលសំណងជើងយើងឃើញហើយទំនេរអត្តបទទៅណាហើយគេថាមិនទៀត ខ្ញុំអាន ដោយមួយដេចដែលហៅថាសំនេរអត្តបទព័ត៌មានពណ៌នាព្រឹត្តិការណ៍ប៉ុណ្ណឹងអត់មានចំណងជើងនឹងឲ្យគ្រូសួរដោយមិនដេចដែលជាអត្តបទព័ត៌មានពណ៌នាព្រឹត្តិការណ៍ប៉ុណ្ណឹងអត់ណាគុណទាញមើលអ្វីទៅគឺជាចំណងជើងនឹងអ្វីទៅជាព័ត៌មានពណ៌នាព្រឹត្តិការណ៍គឺជាអត្ថបទយើងមើលចំណងជើងក៏បានដែរគឺជាអត្ថបទដែលរៀបរាប់អំពីដែលជាព័ត៌មានណាដែលជាព័ត៌មានអត្ថបទដែលជាព័ត៌មានអត្ថបទខ្លះប្រវត្តិសាស្ត្រណាអត្ថបទខ្លះជីវប្រវត្តិអត្ថបទខ្លះរឿងអញ្ចឹងអត្ថបទនេះគឺជាអត្ថបទដែលជាព័ត៌មាន ព័ត៌មាន រៀបរាប់ព័ត៌មានពីព្រឹត្តិការណ៍កើតឡើងមែនទេនេះបញ្ចូលតាមនិយមន័យនៅក្នុងនេះក៏នឹងមានឥឡូវគ្រូឲ្យកូនហាត់អានសិនចឹងគ្រូសួរបន្តទៀតណាទាំងអស់គ្នាមកហាត់អានជាមួយគ្នាមកកូន សំណេរអត្ថបទព័ត៌មានពណ៌នាព្រឹត្តិការណ៍សំណេរនេះតម្រូវឲ្យអ្នកសរសេររៀបរាប់ឡើងវិញពីព្រឹត្តិការណ៍រឿងហេតុឬហេតុការណ៍ដែលកើតឡើងក្នុងរឿងដែលបានអានរួចឬព្រឹត្តិការណ៍ដែលបានជួបជាក់ស្ដែងឲ្យទៅជាអត្ថបទផ្ដល់ព័ត៌មានមួយដោយធ្វើយ៉ាងណាឲ្យតែឲ្យអ្នកអានបានដឹងនិងយល់ហេតុការណ៍ដែលកើតឡើងនេះនោះបានត្រឹមត្រូវនិងច្បាស់លាស់ចូលឧទាហរណ៍ខាងក្រោមសេនាមឿងហ៊ានបដូរជីវិតដើម្បីបូជាជីវិតដើម្បីទៅគេទ័ពខ្មោចមកជួយធ្វើសង្គ្រាមដំណើររឿងអ្នកតាខ្លាំងមឿងក្នុងសៀវភៅព្រេងซึ่งសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ5បានបញ្ជាក់ថានៅពេលដែលទ័ពព្រះចៅសៀមដេញតាមជ័យអស្ចារ្យហើយជ័យអស្ចារ្យមានទ័ពតិចនិងអាវុធច្បាស់គុណយុទ្ធភ័ណ្ឌមិនសូវសម្បូរផងនោះក៏មានសេនាម្នាក់ឈ្មោះមឿងបានដល់យោបល់ថាខ្លួនហ៊ានតតាំងនឹងទ័ពសៀមដោយប្រើឧបាយដល់ចម្លែកមួយគឺហ៊ានដូចជីវិត ពាក្យច្រើនណាស់ ដើម្បីទៅកេណ្ឌទ័ពខ្មោចមកជួយ គេក៏កេណ្ឌទ័ពខ្មោចមកជួយច្បាំងតតាំងនឹងទ័ពសៀម នឹងទ័ពសៀមឲ្យដឹងសញ្ញាខាន់ណា នឹងទ័ពសៀមសេនាមឿងបានបង្គាប់ឲ្យគេជីករណ្ដៅរួចដោតចម្រុងនៅបាតរណ្ដៅនោះលោកលោតចុះទៅក្នុងរណ្ដៅប្រពន្ធនឹងកូនពីរនាក់ទៀតក៏លោតទៅតាមដែរលុះគម្រប់7ថ្ងៃនៅថ្ងៃពេញវរមីគេឬសូសន្ធឹកក៏ក្រើកមេឃក៏ក្រើកដីទ័ពខ្មោចបានដង្ហែចុះអាចារ្យហើយលើកទ័ពទៅឡោមព័ទ្ធបន្ទាយទ័ពសត្រូវឯទ័ពសៀមកាលបើឮសូសន្ធឹកក៏ក្រើកចម្លែកក៏ភ័យស្លន់រន្ធត់នាំគ្នារត់ប្រាអាយុចោលអាវុធនិងស្បៀងវិលត្រឡប់ទៅស្រុកវិញអស់សំណួរ1តាបទនេះនិយាយពីអ្វី2តាហេតុការណ៍នេះដកស្រង់ពីរឿងណា3តើហេតុអ្វីបានជាសេនាមឿងប្រើបាយកលដោយចម្លែកនេះ4តើការលះបង់ជីវិតរបស់ក្រុមគ្រួសារសេនាមឿងពិតជាទៅកេណ្ឌទ័ពខ្មោចមែនឬយ៉ាងណាសូមបញ្ជាក់5តើអបាយកលរបស់សេនាមឿងទទួលបានលទ្ធផលបែបណា
បាទល្អណាស់អញ្ចឹងគូមកខាងនេះលោកគ្រូសួរនឹងតែម្ដងតោះឃើញទេបាទបាទទាំងអស់គ្នាក៏អាចត្រៀមខ្លួនឆ្លើយជាមួយគ្នាបាទលបងបញ្ញាលបងការយល់ដឹងចំណេះដឹងដែលបានយល់អញ្ចឹងបាទលោកគ្រូសួរតកតងសំណួរដែរម្ដងទៅនេះសំណួរមិញនេះតើអត្ថបទនេះនិយាយពីអ្វីបាទយើងអានមិញអត្ថបទដាក់ចំណងជើងខាងម៉េចនិយាយពីអី និយាយពីអ្នកតាខ្លាំងមើល អ្នកតាឬក៏សេនា សេនាឡំ បាទនិយាយអំពីសេនា ក្លាំងមឿង បាទសេនាដែលមានឈ្មោះថានេះសេនាមឿង បាទ ឈ្មោះគាត់មឿងហេតុអីគេហៅឃ្លាំងឬអត់មានពាក្យឃ្លាំងផងអីដាក់សេនាមឿងដែលហ៊ានបូជាជីវិតដើម្បីទៅកែនទ័ពខ្មោចមកជួយបាទពិតជាចម្លែកណារឿងហ្នឹងបាទគេចងបើសិនជាមួយទៀតដាក់អ្នកតាឃ្លាំងមឿងកន្លែងហ្នឹង បាទ ដែលរឿងហ្នឹងគឺមានសេនាមឿងម្នាក់បាទ បូជាជីវិត ចឹងអត្ថបទនេះនិយាយពីការបូជាជីវិតរបស់សេនាមឿងដើម្បីបព្វហេតុជាតិមាតុភូមិណាគឺជាការបូជាជីវិតបូជាយ៉ាងម៉េច បូជាឲ្យគេដាក់ចម្រុង បាទ តើឲ្យគាត់លុតចុះ លុតចូលចម្រុង ការបូជាជីវិតមែនណា បាទបូជាជីវិត សម្រាប់ខ្លួនដើម្បីឲ្យស្លាប់ទៅបានទៅកែទុកមកបាន កែ ណា ទុកខ្មោច បាទទុកវាពិតជាយើងធ្លាប់មើលរឿងប្រហែលជាស្តៀងហ្នឹងមែនទេហៅទុកខ្មោចមកជួយហ៎រឿងបុរាណចិត្តរឿងអីចឹងណាបាទវាអស្ចារ្យណាស់ដែលហ៊ានសុខចិត្តស្លាប់បើបំណាច់នឹងស្លាប់ដដែលស្លាប់ដែលមានសុខភាព បាទ ដែលអាចហៅជំនួយបានសុខចិត្តដូរជីវិតទាំងគ្រួសារតែម្ដងតោះទី2យកកណ្ដាលសំណួរសំណួរទី2មិញតើហេតុការណ៍ណាបានន័យថាហេតុដែលកើតឡើងព្រឹត្តិការណ៍ដែលកើតឡើងនេះដកស្រង់ពីរឿងណាកូនអានមិញកូនចាំអត់បើអត់ចាំទៅមើលឡើងវិញ ដកស្រង់ រឿងព្រេងមែនទេ ដ បងប្អូន កស្រង់ រឿងព្រេង ដកស្រង់ជាងពីអី រឿងព្រេង ដកស្រង់ជាងពីរឿងព្រេង បាទ កថា រឿងព្រេងគេ ដកស្រង់ជាងពីរឿងព្រេង នឹងមានតែអត់ហេមិញគិតដាក់តើ ឃើញដាក់ថា អត់ដាក់ផងពីរឿងណាអានពីលើមកនេះ ព្រេងខ្មែរ បាទប្រជុំរឿងព្រេងខ្មែរភាគ 5 5ណាឆ្លើយសារថ្មីហេតុការណ៍នេះដកស្រង់ពីរឿងណា ដកស្រង់ពីរឿងព្រេងខ្មែរភាគ បាទរឿងព្រេងខ្មែរភាគ ភាគ 5 5 អង្គសុភៅគ្រូគាត់ថាមិនតាន់ត្រូវដែរពីរឿងអីនិយាយហើយសុភៅណាឆ្លើយចេះពីរឿងអីមិញ 5ពីរឿងព្រេងខ្មែរភាគ អត់ទេអានោះឈ្មោះសុភៅនេះរឿង 5អ្នកតា អ្នកតាក្លៀងមឿងបាទពីសិភៅប្រជុំរឿងព្រេងខ្មែរភាគ 5 5អញ្ចឹងសាថ្មីគាត់ណា បាទហេតុការណ៍នេះដកស្រង់ចេញពីរឿងស្រក រឿងព្រេងរឿងតាអ្នកតាអី អ្នកតាខ្លាំងមឿង បាទ ដកស្រង់ចេញពីសិភៅព្រេងខ្មែរភាគ 5 ហ្នឹងពីដកស្រង់ពីរឿងអ្នកតាក្លៀងមឿងក្នុងសិភៅរឿងព្រេងខ្មែរភាគ 5 5តាទាំងអស់គ្នាឲ្យឆ្លើយសំណួរទី3 តើមូលហេតុអ្វីបានជាសេ ឆ្លើ នា យមកបានជា បានជាសេនាឃ្លាំងមឿងប្រើឧបាយកលដល់ចម្លែកនេះ ព្រោះ ទៅកេណ្ឌទ័ពខ្មោច ដើម្បីទៅកែងតបខ្មោចមកជួយច្បាំងហើយហេតុអីបានទៅពឹងតបខ្មោចនេះព្រោះអីទៀតសួរឲ្យអស់ ព្រោះអត់មានអាវុធ បាទវាខ្វះមែនទេ បាទអត់មាន យើងមានតិចណាញមើលនៅកន្លែងណាគេប្រាប់គាត់នេះយុទ្ធភ័ណ្ឌហ្នឹងមិនន័យថាអាវុធគឺណាដើម្បីធ្វើប្រយុទ្ធភ័ណ្ឌហ្នឹងមិនន័យថាបដបដានេះហើយជ័យអស្ចារ្យមានតបតិច និងអាវុធយុទ្ធភ័ណ្ឌ មានតបតិចហើយអាវុធយុទ្ធភ័ណ្ឌមិនសូវសម្បូរ ផង អញ្ចឹងមានតែពឹងភ្លៅងងឹតណាហ្នឹងមិនថាភ្លៅខ្មោចហ៎ពឹងទៅលើតខ្មោចហ្នឹងគេចេះសិលវិធីយើងពិបាកយល់ដែរណាយើងបានដឹងតែប៉ុណ្្នឹងគាត់តែយ៉ាងម៉េចទៀតទៅតោះហើយសំណួរទី4តើคนឆ្លើយ តើលះបង់ជីវិតរបស់ក្រុមគ្រួសារសេនាខាងមុនពិតជាកេណ្ឌទ័ពខ្មោចបានមែនឬយ៉ាងណា ចូលបញ្ជាក់បានអត់ក្នុងរឿងគេថាបានមែនទេ បាទ គេឆ្លើយថាការលះបង់ជីវិតរបស់ក្រុមគ្រួសារសេនាមឿង ពិតជាទៅកេ ពិ ណ្ ត ឌទ័ ជា ព ទៅ ខ្មោច កែនទៅខ្មោចមែន មែន បាទព្រោះបានប្រពើថ្ងៃក្រោយមក បាទបើថ្ងៃ យ៉ាងម៉េច ហើយមកខ្មោចទ័ពខ្មោច លឺអី ឮសំឡេងទ័ពខ្មោច បាទណា ឮ នេះ ខ្មោច ប្រពើថ្ងៃពេញបូរល្មើយណាទី7ហ្នឹងគេឮសន្ធឹកក៏ក្រៅមេឃក៏ក្រៅ ដី ដីបាត់ ព
តបខ្មោចបានដង្ហែជ័យអស្ចារ្យលើកតបទៅឡោមព័ទ្ធបន្ទីសត្រូវណាឯតបសៀមការបលឺសូនសង្ខិតក៏ក្រៅចម្លែកក៏ភ័យស្លន់រន្ធត់នាំគ្នារត់ប្រាស់អាយុខ្យល់គោទុំក្តាំងចោលអាវុធនិងស្បៀងត្រឡប់ទៅទឹកសៀមវិញអស់វិញអស់អញ្ចឹងនឹងកន្លែងកម្ពុជាណាបាទពិតជាមិញពិតជាជោគជ័យមែនហើយមិញបាទពិតជាបានសម្រេចពិតជាបានទៅគេតបខ្មោចបានមែនព្រោះ7ថ្ងៃក្រោយមកចំថ្ងៃពេញបូរមីក៏លឺសំឡេងសន្ធឹកបាទទុកខ្មោចក៏ក្រៅមួយក្រែដីទៅឡោមព័ទ្ធតបសៀមជោគខ្មោចយើងមើលរូបឃើញមិនអញ្ចឹងដល់ពេលតបសៀមមិនភ័យសន់ស្លោញាក់សាច់យើងឃើញខ្មោចយើងរត់អញ្ចឹងមិនមែនទេយើងមិនដែលឃើញទេចុះបើយើងឃើញមែនយើងគិតមិនវាមិនដឹងថាខ្មោចមកមិនទៀតមែនទេហើយចូលសៀមខ្មោចសៀមវាឃើញវាមិនញាក់សាច់ហើយតបផងហើយទៅវាយមួយខ្មោចមិនយើងស្មៃមើលខ្លាត់ងាប់ផងអញ្ចឹងទៅមិនភ័យមិនរត់បើយកតែអាយុណាហ្នឹងគឺជាបច្ចេកថាពិតជាក្នុងរឿងហ្នឹងបច្ចេកថាមានខ្មោចមែនណាបាទដែលបានទៅវាយជាមួយសៀមឈ្នះប៉ុន្តែយើងមិនឃើញរឿងណានិយាយចឹងទៀតទេណានិយាយរឿងហ្នឹងហើយក៏យើងមិនទាន់បានមើលតោះទី5បាយកលរបស់សេនាមឿងទទួលបានលទ្ធផលជោគជ័យបាទទទួលបានជ័យជំនះទទួលបានលទ្ធផលល្អបាទជោគជ័យឬក៏សម្រាប់ជោគជ័យណាទទួលបានលទ្ធផលសម្រាប់ជោគជ័យប៉ុណ្ណឹងណាជ័យយ៉ាងម៉េចទៀតអាហ្នឹងគេមានតែមួយម៉ាត់ទៀតយ៉ាងជោគជ័យយ៉ាងម៉េចអស់ណាធ្វើឲ្យតបសៀមរត់ទៅស្រុកវិញធ្វើឲ្យតបសៀមរត់ទៅស្រុកវិញជោគជ័យហ្នឹងទៅបាទអរគុណតែកន្លែងចុះអញ្ចឹងយើងបានហាត់ឆ្លើយជាមួយគ្នាណាយើងអាចយល់ដឹងបន្ថែមតកតងនឹងអត្ថបទពណ៌នេះអំពីព្រឹត្តិការណ៍នៃការដែលសេនាមឿងបូជាជីវិតបាទតែអាចធ្វើឲ្យឈ្នះសង្គ្រាមជាមួយសៀមតាអញ្ចឹងយើងទៅមើលលំហាត់ទាំងអស់គ្នាចុងព័ត៌មានការមួយគឺអន្តើកណាស់អញ្ចឹងលោកគ្រូសូមឲ្យកូនអានចម្លើយឡើងវិញបាទចម្លើយដែលគ្រូបានត្រៀមបន្ថែមដើម្បីជួយឲ្យការឆ្លើយរបស់កូនគាត់ជោគក្នុងសភៅបានកាន់តែល្អនេះកូនអាននេះពីអត្ថបទនេះនិយាយពីការបូជាជីវិតរបស់សេនាមឿងដើម្បីបុព្វហេតុជាតិមាតុភូមិ3ហេតុការណ៍នេះដកស្រង់ពីរឿងអ្នកតាឃ្លាំងមឿង4បានជាសេនាមឿងប្រោបាយកលដ៏ចម្លែកនេះគឺដើម្បីទៅកេណ្ឌតបខ្មោចមកជួយច្បាំងតតាំងទ័ពសៀម5តើការលះបង់ជីវិតរបស់គ្រួសារមឿងពិតជាទៅកេណ្ឌតបខ្មោចមែនព្រោះគម្រប់7ថ្ងៃក្រោយទៅនៅថ្ងៃថ្ងៃពេញបូរមីគេលឺសូរសន្ធឹកក៏ក្រៅដីតបខ្មោចក៏បានបង្ហាញជ័យអស្ចារ្យលើកតបទៅឡោមវត្តបន្ទាយស្ត្រូវ6បបាយកលរបស់សេនាមឿងទទួលបានលទ្ធផលជោគជ័យចាប់ហើយចាប់5សំណួរហើយណាបាទឥឡូវយើងមកដល់លំហាត់តោះយើងអានលំហាត់ទាំងអស់គ្នាលំហាត់1ចូលអ្នកសរសេរអត្ថបទព័ត៌មានដែលពណ៌នាហេតុការណ៍មួយគឺអណ្ដើកនិងទីទុយជួយសង្គ្រោះស្មានជាសម្លាញ់ដែលដកស្រង់ចេញពីរឿងស្មានទីទុយអណ្ដើកអញ្ចឹងគេឲ្យសរសេរអត្ថបទព័ត៌មានដែលពណ៌នាហេតុការណ៍គុណបានដឹងរឿងនឹងនៅរឿងនេះហើយរួចហើយបាទមេរៀនមុនមែនណាបាទអញ្ចឹងយើងសរសេរឡើងវិញណ៎សរសេរឡើងវិញទី2ចូលអ្នកសរសេរអត្ថបទព័ត៌មានដែលពណ៌នាព្រឹត្តិការណ៍ឬហេតុការណ៍ណាមួយដែលអ្នកបានដឹងឬបានជួបប្រទះជាក់ស្ដែងនេះសរសេរតាមរឿងដែលយើងបានរៀនហើយខាងក្រោមគឺលំហាត់មួយទៀតឲ្យយើងនឹកហេតុការណ៍ដែលយើងបានជួបធម្មតាក្នុងការរស់នៅយើងតែជួបហេតុការណ៍ផ្សេងទុយធំអញ្ចឹងណាដែលជួបហេតុការណ៍ពិសេសអីអាចឲ្យយើងមកសរសេរបានដែរហេតុការណ៍ខ្លះrồi họ nói sao នេះហេតុការណ៍ដែរដែលឃើញគ្រោះថ្នាក់ចរាចរណ៍ដែលឃើញគ្រោះថ្នាក់ឃើញជាផ្ទះណាយើងនៅមុខផ្ទះយើងមែនទេបាទយើងអាចតន់ពីដើមដំបូងណា
ដំបងយ៉ាងម៉េច ដំបង ហើយទៅពេលប៉ះគ្នាពីណារបួសមិនខ្លះណាឥឡូវយើងចាំទៅនោះលើកទី2ឥឡូវទី1យើងសាកអញ្ចឹងណាគេឲ្យយើងកាច់ក្រុមគ្នាហាត់សរសេរ បាទ ណាព័ត៌មានតែព័ត៌មានហេតុការណ៍មួយគឺអណ្ដើកនិងទីទុយជួយសង្គ្រោះស្មានជាសម្លាញ់ដែលដកស្រង់ចេញពីរឿងស្មានទីទុយអណ្ដើកអញ្ចឹងហេតុការណ៍នឹងចាប់ដើមនៅពេលណាយើងនឹកម្ដងទៅពេលដែលពីណាជាប់អីគេពីណាជាប់អីគេស្មានជាប់អី ជាប់អន្ទាក់របស់ព្រានមែនទេដោយបាត់យូរពេកអញ្ចឹងហីពីមិនអញ្ចឹងទីទុយហើយនឹងអណ្ដើកដើររកមិនអញ្ចឹងហីបាទតែឃើញជួយខំ បាទជួយ ស្រាយហើយដមអស់មួយយប់ បាទ ដល់ព្រលឹមឡើងមិនព្រៀនគេ10000តាក់ បាទ តើជាប់អីអត់អញ្ចឹងជួយបានប្រហែល 3 បាទជួយខំបានតែប្រហែលខ្សែពីខ្សែសល់មួយខ្សែទេ បាទ ណាហើយយើងទុកឲ្យជួយខ្លួនឯងហើយបន្តមកទៀតយ៉ាងម៉េច ទៅ ពេលនោះ ដែល ព្រៀនស្រាយខ្សែទៅស្មានរត់ចេញ ប្រឹងកន្ត្រាក់ផ្ដាច់ទៅណា បាទ ហើយក៏រួចខ្លួន ទៅចូលក្នុងព្រៃអត់ទៅ បាទរួចជីវិតបាទរួចខ្លួនរួចជីវិតមានសេរីភាពមែនណាអញ្ចឹងយើងសរសេរតាមនោះមកណាទាំងអស់គ្នាតោះហាត់សរសេរអញ្ចឹងកូនប្រាប់អំពីចំណងជើងមើលណា បាទ អញ្ចឹងកូនអាចសរសេរបានខ្លះហើយតែត្រូវការឲ្យឡើងមកនិយាយមុខទៀតមកបាទអញ្ចឹងកូនត្រូវចាប់ចំណុចឲ្យបានគឺទី1ចំណងជើងបាទព្រឹត្តិការណ៍គេនេះលោកគ្រូបង្ហាញលំនាំដាក់ចំណងជើងស្តៀងនឹងរឿងយើងមកអញ្ចឹងគេដាក់ចំណងជើងសេនាមឿងហ៊ានបូជាជីវិតហើយចំណងជើងរបស់យើងការជួយសង្គ្រោះ ស្មាននឹងទីបាទអណ្ដើក ជួយសង្គ្រោះស្មានរបស់មិត្តសម្លាញ់គេ អណ្ដើកនឹង ទីទុយ បាទទីទុយ អញ្ចឹងហ៎បាទចំណងជើងអញ្ចឹងណា បាទ ហើយចំណងជើងហើយប្រាប់ពីប្រភពហេតុការណ៍អីបានជាយើងគិតណាតើហេតុនឹងកាត់ដោយសារអីដោយសារដើររកពីណា ដើររកស្មាន បាទដោយសារស្មានបាត់មែនទេហេតុការណ៍គឺបាត់តាមពិតគឺជាប់អន់តាក់ហើយក៏ដើររកទៅឃើញគេបានជួយរហូតខំវល់មិនដូចក្បិតបថៅកាប់ដាច់ទេណាមិញសัตว์ណាចឹងវាប្រឹងតិចដៅអីហ្នឹងរហូតដល់ព្រលឹមបាន ដាច់អស់ពីខ្សែ ហេតុការណ៍របស់នឹងឲ្យអំពីខ្សែមកណាហើយនេះក៏មកព្រៀនមែនណា បាទព្រៀនក៏ ព្រៀនកំពុងតែរៀបស្រាយមកអញ្ចឹងឲ្យស្មានប្រឹងជួយខ្លួនឯងកត្រាក់រត់រួចជីវិតទៅបាទចំណុចទី3ប្រាប់ពីមូលហេតុនិយាយទៅហើយណាហេតុអីដើររកបាត់អស់បាត់ជាប់តែ អស់មួយថ្ងៃអញ្ចឹងណាអត់ជួបគ្នាប្រាប់ភាពសាមញ្ញនៃហេតុការណ៍សាមញ្ញយ៉ាងម៉េចមានភាពសាមញ្ញទេ មាន ណាភាពសាមញ្ញដែលយើងគិតថាវាពិបាកណា ខំឡើងមកយកទល់ភ្លឺ ពិបាកព្រោះសត្វវាពិបាកខំសត្វហ្នឹងណាអញ្ចឹងវាពិបាកជួយតែប្រឹងអញ្ចឹងយើងគឺគេមកទល់ប្រឹកអញ្ចឹងហើយប្រាប់ពីដំណោះស្រាយនោះគឺកាច់ជួយខំហ្នឹងហើយចុងក្រោយគេឲ្យជួយខ្លួនឯងនេះពីរមួយជួយមួយជួយខ្លួនឯងហើយបញ្ជាក់លទ្ធផលជោគជ័យអត់ឬខ្លួនអត់ ជ័យឬខ្លួន អញ្ចឹងចំណុចហ្នឹងត្រូវយើងបញ្ចូលតាមអ្នកកាលហើយបង្ហាញចំណាប់អារម្មណ៍ដូច្នេះមិត្តរឿងហ្នឹងមិត្តយ៉ាងម៉េចមិត្តល្អតែងតែចេះជួយគ្នាជាពិសេសយើងត្រូវចេះជួយខ្លួនឯងតោះចាប់ដើមរៀបរាប់ខ្ញុំជឿរឿងសួស្ដីមើលទាំងអស់គ្នាខ្ញុំសូមរៀបរាប់អំពីរឿងទីទុយនិងអណ្ដើកជួយស្មានបាទដំបូងមកមានស្មាននឹងទីទុយនឹងអណ្ដើកជាមួយនឹងគ្នាបាទជាមួយនឹងគ្នាហើយបានហើយស្មានបានថ្ងៃមួយស្មានបានទៅរកចំណីហើយបានជាប់អន្ទាក់បានជាប់អន្ទាក់ហើយមិត្តទាំងពីរបាត់យូរពេកក៏តាមរកពេលនោះក៏ស្មានក៏ឃើញស្មានជាប់អន្ទាក់ហើយទីទុយនឹងអណ្ដើកបានជួយស្រាយអន្ទាក់ជួយខំខ្សែបន្ទាប់មកខំតាំងពីយប់ទល់ភ្លឺបាទដាច់បានតែពីរខ្សែសល់មួយខ្សែព្រឹកឡើងព្រៀនក៏មកដល់សល់មួយខ្សែហើយមិត្តក៏បានប្រាប់ថាឲ្យជួយខ្លួនឯងហើយពេលដែលព្រៀនបានដើរមកហើយទីទុយស្មានបានកន្តាក់ខ្សែយ៉ាងខ្លាំងដាច់ហើយតតែដាច់រួចហើយផុតអាយុប្រាក់អាយុជីវិតបាទរួចផុត
ពី គ្រោះថ្នាក់ណាអត់ជួបនាពេលនោះ មើល ទៅដូច្នេះ ដូច្នេះគេដូច្នេះស្មានក៏រួចផុត នឹងចំណាប់អារម្មណ៍របស់យើងក្នុងរឿងហ្នឹងទីមួយយើងត្រូវប្រុង ប្រយ័ត្ន បាទក្នុងការធ្វើដំណើររកស៊ី បាទ ណាហើយ ចេះជួយខ្លួនឯង បាទមិត្តល្អ ចេះជួយគ្នា ចេះជួយគ្នាក្នុងគ្រាមានអាសន្ន បាទ ជាពិសេសត្រូវចេះជួយខ្លួន ឯង ឯងណាបាទនោះហាត់យូរបានល្អអរគុណបាទអរគុណទាំងអស់គ្នាបាទអញ្ចឹងយើងកុំភ្លេចណានៅពេលសរសេរពាក្យអត្ថបទចុះយើងត្រូវសរសេរពីអ្វីខ្លះណាទាំងអស់គ្នានៅពេលសរសេរពាក្យអត្ថបទយើងត្រូវសរសេរពាក្យអីខ្លះមាននិយាយទេកូន និយាយ បាទនេះសម្គាល់ណានៅពេលសរសេរពាក្យអត្ថបទយើងមើលកន្លែងហ្នឹងមួយចុះមកឡើងតាយើងសរសេរបានគ្រប់ជ្រុងជ្រោយហើយឬនៅតោះកូនសាអានមើល សម្គាល់សំណេររបស់អ្នកត្រូវធ្វើតាមលំនាំខាងលើនិងអនុវត្តតាមការណែនាំខាងក្រោម ខាងក្រោម ដាក់ អញ្ចឹងកុំភ្លេចហាត់សរសេរអំពីសំណេរដែលយើងនិយាយមិញហ្នឹងណាបាទរៀងៗខ្លួនអាចខុសគ្នាតិចតួចទាក់ទងនឹងព្រឹត្តិការណ៍ស្មានតិចតួចនឹងអនបាទហាត់សរសេរតែច្រឡងឡើងវិញក៏បានដែរហើយយើងសរសេរឡើងវិញដោយកុំមើលអាហ្នឹងបើទាក់ទងបើខាងយើងអត់ចាំសោះណាសរសេរឡើងវិញហ្មងអាហ្នឹងបាទយើងដឹងហើយយើងសរសេរឡើងវិញបាទ ដាក់ចំណងជើងប្រធានរប ជា ត់ បទបាទ បាទហេតុការណ៍អី របស់ហេតុការណ៍ឬប្រតិការ ប្រដាក់ប្រាប់ប្រភពនៃរឿងនៃហេតុការណ៍ឬប្រព្រឹត្តព្រឹត្តិការណ៍មូលហេតុប្រាប់មូលហេតុប្រាប់ភាពសាមញ្ញនៃហេតុការណ៍ឬព្រឹត្តិការណ៍ប្រាប់ដំណោះស្រាយបញ្ជាក់លទ្ធផល បង្ហាញ ចំណាប់អារម្មណ៍តខ្លួនអញ្ចឹងគេសង្ខេបប៉ុណ្្នឹងណាសង្ខេបតកតងក្នុងការសរសេរព័ត៌មានមែនទេព្រឹត្តិការព័ត៌មានព្រឹត្តិការណ៍ជាងព័ត៌មានមែន7ហើយ1 2 3 4 5 6 7អញ្ចឹងយើងនៅសល់កិច្ចការមួយទៀតមុននឹងដល់មេរៀនថ្មីមេរៀនទី2ណាការជួយគ្នាទៅវិញទៅមកតែខ្លួនទៅមើលបន្ថែមនៅផ្ទះឲ្យបានយល់ដឹងខ្លះៗសិនអញ្ចឹងកិច្ចការទី2គឺសរសេរអត្ថបទព័ត៌មានដែលព័ត៌មានព្រឹត្តិការណ៍ឬហេតុការណ៍មួយដែលអ្នកបានដឹងឬជួបប្រទះជាក់ស្ដែងបាទអញ្ចឹងយើងនឹងសរសេរបន្ទាប់តែសូមកុំភ្លេចសរសេរនេះឲ្យហើយសិននេះវាស្រួលជាងអាទី2ណាពីព្រោះតើតើនឹងរឿងដែលយើងបានរៀននៅពីលើឥឡូវយើងទៅមើលរឿងដែលនិយាយពីស្មានប៉ុណ្ណាឲ្យសង្ខេបនេះបាទអញ្ចឹងកូនសរសេរតាមនឹងមកឲ្យសង្ខេបនេះស្មាននឹងដល់ដែរយើងសរសេរចំណងជើងអាហ្នឹងហ្មងបាទចំណងជើងហ្នឹងក៏បានឬក៏ស្មាននឹងទីទុយនឹងអណ្ដើកជួយសង្គ្រោះស្មានចេះក៏បានដែរព្រោះយើងសង្ខេបណាសង្ខេបព្រឹត្តិការណ៍ហ្នឹងយើងអត់និយាយព័ត៌មានវែងឆ្ងាយវិញទេហើយជា5 6 7បន្ទាត់អានេះច្រើនណាគាត់ណា10បន្ទាត់ជាងណាញយហ៎យើងសង្ខេបព្រឹត្តិការណ៍ហ្នឹងល្មមស្ដាប់ឆាប់ចប់បាទតោះចាប់ដើមអូខេទីទុយនឹងអណ្ដើកជួយសង្គ្រោះស្មានបាទមានថ្ងៃមួយដោយបាត់មិត្តយូរពេកណាមានថ្ងៃមួយដោយបាត់មិត្តយូរពេកទីទុយនឹងអណ្ដើកបានដើររកហើយក៏បានជួបពេលនោះពួកគេក៏សួរឬក៏ជួយតែម្ដងក៏បានដែរតែរហូតដល់ព្រឹកទើបខំបានខ្សែ2បាទពីខ្សែសង្ខេបបងកូន4 10នាទី20នាទីយ៉ាងយូរក៏ហ្មងកូនទេហើយបាទអរគុណទាំងអស់គ្នាកុំភ្លេចហាត់សរសេរទាំងអស់គ្នាណាបាទរួចហើយនឹងការទី2សរសេរអំពីហេតុការណ៍យើងជួបខ្លួនឯង